chẳng mà hiện hàng đấy cứ chỉ hacker hay mà hiện hàng đấy cứ chỉ victim đại dương vậy tha vì chỉ chôn rừng cứu chẳng ô tô tha nhung đa tua chỉ hacker nhung miên thu ni muối map thưa chỉ phishing attack chẳng phishing attack bạn ấy tha kê nằm nhà liên ở dưới hai nó để dân choi tới cứ kê nâng tụ bán po miền trường đôi nhà học này bán khơi chẳng nơi không nắng cứ miên chởn miên tàng Instagram Facebook ấy chỉ nào chẳng nhung ai xa do Instagram muối chẳng dưới còn tờ vai option bỏ bia chối tao mới tiếp dương thử option này server để dương thử host ok chẳng viên đừng chập đam trên rẻ đây viên trên rẻ chỉ link mùi ở dưới tập máu dương do link nắng từ ai chôn lên crew bỏ dương chẳng link để dương giỏi chôn lên crew dương ai chơi chọn tam telegram tam facebook tam ấy đưa gọi chat ấy chỉ nào chẳng ok viên trên rẻ link ở dương muối chẳng dương còn từ copy máu dương còn từ copy link nắng ok dương copy link nâng máuต่อมาទៀតខាងនេះគឺជា victim គឺជាជនរងគ្រោះអញ្ចឹងនៅខាងជនរងគ្រោះអ្នកនរគ្នាអាចផ្ញើតាមរយៈ chat ឬក៏ post អីជាដើមអញ្ចឹងឧទាហរណ៍ថាជនរងគ្រោះគាត់បាន link នឹងមកហើយយើងសម័យថាជនរងគ្រោះគឺមិនមែនជា IT ទេអាចថាជាមនុស្សធម្មតាដែលក្រៅពី IT អញ្ចឹងគឺគាត់អត់ខ្វល់ពី link នឹងមានសភាពមិនទេប៉ុន្តែបើសិនបើ IT គ្នាយើងនឹងដឹងថាហ្នឹងវាមិនមែនជា link មួយដែលយើងត្រូវចុចទេអញ្ចឹងឧទាហរណ៍ថាគាត់បានចុចហើយឧទាហរណ៍គាត់បានចុច link ហ្នឹងថាតើវានឹងមានរូបរាងម៉េចអញ្ចឹងដូចមិញខ្ញុំយក Instagram អញ្ចឹងនៅពេលដែលគាត់ផាសចូលឬក៏គាត់ចុច link នឹងភ្លាមគឺយើងទទួលបានព័ត៌មានមួយចំនួននេះអញ្ចឹងដូចជា location គាត់នៅណាគាត់ប្រើអីគេyes គាត់ប្រើ ISP អីហើយអីដែលពិសេសគឺគាត់មាននេះទៀតគឺយើងទទួលបាន map របស់គាត់ថាគាត់នៅកន្លែងណាអញ្ចឹងអត់តន់អស់ទេបើសិនបើជនរងគ្រោះរបស់យើងបំពេញព័ត៌មានចូលឥឡូវឧទាហរណ៍គាត់ចង់បំពេញព័ត៌មានអីចូល login Instagram ហ្នឹងប៉ុន្តែ Instagram ហ្នឹងគឺជា fake ឯងបានន័យថាជា phishing website ឯងអញ្ចឹងនៅពេលដែលគាត់វាយចូលអញ្ចឹងហើយគាត់វាយ password ឥឡូវខ្ញុំវាយ password 1 2 3អូខេអញ្ចឹងគឺវានឹង load ចូលអា Instagram ពិតប៉ុន្តែ Instagram ពិតហ្នឹងលក្ខខណ្ឌដែលយើង login ហើយនៅក្នុង browser មួយហ្នឹងប៉ុន្តែអីដែលពិសេសគឺយើងកន្លែងមកមើលខាង hacker គឺគាត់ទទួលបាន email ក៏ដូចជា password ហ្នឹងអញ្ចឹងខ្ញុំចង់បញ្យល់អ្នកនរគ្នាអំពី phishing attack អញ្ចឹងពីខ្ញុំទៅអ្នកនរគ្នាក៏គួរកុំចុចនៅ link ផ្ដេសផ្ដាសដែលផ្ញើដោយអ្នកអត់ស្គាល់ឬក៏យើងមើលសភាព link ទៅថាវាមិនដែរនិយាយទៅគឺ phishing attack ហ្នឹងគឺវា trending ខ្លាំងមែនទែន